Sợi đáy cứ chỉ sợi đáy soare rồi cái hai dạng tiết mình này thành chỉ sợi đáy Cuba tennis Cuba rồi từ bốn niệm môi là bao sợi đáy này vừa bị bịch mò sợi này đại miền tầm hùng 7 ly rồi 7 mm rồi bậc kịch chỉ tầm muốn cứ từ bốn niệm môi xôn cái môi carat rồi sợi đáy này mình từ bốn bịch mò sợi nàyแต่ก็57từ bốnនឹងមានប្រវែង19 cm ហើយអ្វីបានជាគេហៅថាវាជាពេជ្រម៉ូសណៃឬគេហៅថាពេជ្រអ្នកខ្លះគេហៅថាពេជ្រក្នុងនទីពិសោធន៍ទោះបីតែធាតុផ្សំរបស់វាខុសពីពេជ្រក៏ដោយគឺដោយសារតែវាមានកម្រិតរឹងប្រហាក់ប្រហែលទៅនឹងពេជ្រកម្រិតរឹងរបស់វាគឺ 9.25 ហើយពេជ្រគឺ10ត្បូងទាំងអស់បន្ទាប់ពីពេជ្រគឺម៉ូសណៃនឹងហើយដែលមានកម្រិតរឹងហើយកន្ទឹមឬមួយsapphire ដែលយើងនិយាយថាកណ្ដៀងគឺកម្រិតរឹងទាបជាងម៉ូសណៃទេពាក្យថាកម្រិតរឹងមានន័យថាមួយជីវិតនៃត្បូងគឺមិនសឹកមិនរិចរិលគឺមិនឆ្កូតទេទោះបីយើងពាក់យ៉ាងម៉េចក៏ដោយហើយពេជ្រម៉ូសណៃតាមពិតទៅឲ្យច្បាស់តែម្ដងគឺវាមិនមែនជាប្រភេទពេជ្រ CBD ឬពេជ្រ HPHT ទេហើយនោះវិញដែលអ្នកខ្លះគាត់ក៏ហៅពេជ្រម៉ូសណៃថាជាពេជ្រក្នុងមន្ទីរពិសោធន៍ដែរតែតាមពិតពេជ្រក្នុងមន្ទីរពិសោធន៍គឺជាពេជ្រ CBD ហើយនឹងពេជ្រ HTHP ទេព្រោះដោយសារវាមានធាតុផ្សំដូចពេជ្រធម្មជាតិដែរគឺធ្វើអំពីកាបូនហើយគុណភាពរបស់វាគឺដូចពេជ្រធម្មជាតិប៉ុន្តែគ្រាន់តែវាធ្វើក្នុងមន្ទីរពិសោធន៍ឬជាពេជ្រចិញ្ចឹមហើយម៉ូសណៃគឺជាម៉ូសណៃតែម្ដងឬខ្មែរយើងហៅយកថាស្នាយដោយសារធាតុផ្សំរបស់វាគឺមិនមែនជាកាបូនទេកាបូនសុទ្ធទេគឺមានលក្ខណៈកាបូនស៊ីលីកាតដូច្នេះដោយសារមានធាតុស៊ីលីកាតមួយទៀតទើបចរណៃរបស់ម៉ូសណៃគឺចរណៃប្រំពន្ធពណ៌គឺជាងពេជ្រឆ្ងាយណាស់បើយើងនិយាយថាដាក់គ្នាប្រៀបធៀបទៅនឹងពេជ្រមានចរណៃរបៀបជាធម្មជាតិហើយម៉ូសណៃគឺចរណៃប្រំពន្ធពណ៌ហើយម៉ូសណៃកម្រិតរឹងដូចគ្នាហើយអ្នកខ្លះតែងតែនិយមហៅថាក៏ជាពេជ្រក្នុងមន្ទីរពិសោធន៍តាមពិតពេជ្រក្នុងមន្ទីរពិសោធន៍ដែលមានគុណភាពដូចពេជ្រធម្មជាតិដែលតែម្ដងគឺ CBD ហើយនិង HTHP ក៏តែថ្លៃរបស់វាម៉ូសណៃគឺមានថ្លៃទូថ្លៃជាងពេជ្រ CBD